គ្រូសាខ្ញុំមានពាក្យប្រមាណម៉ាត់ដែលធ្វើឲ្យខ្ញុំមានកម្លាំងចិត្តខំប្រឹងតស៊ូទៅមុខជានិច្ចគាត់និយាយថាពេលកូនចេញពីស្រុកត្រូវមើលទៅមុខក៏មើលក្រោយប្រឹងទៅមុខទៅជីវិតកូនបានល្អប្រសើរពេលកូនចេញពីស្រុកកុំស្ដាយគេអាកកុំស្ដាយស្រែចម្ការកុំស្ដាយដីធ្លីដែលពួកគាត់មានបើកូននៅតែសម្លឹងទ្របទាំងអស់នឹងកូនទៅមុខអត់បានឆ្ងាយទេកុំទៅរកលុយបដើនឹកឃើញថ្ងៃណាមួយមកលក់ទ្រព្យសម្បត្តិទាំងអស់នឹងធ្វើមានវិញអានឹងកូនគិតខុសហើយគាត់និយាយថាកូនចេញពីស្រុកទៅហើយកូនទៅតែប្រឹងលើខ្លួនឯងប្រឹងដោយសមត្ថភាពខ្លួនឯងកសាងភាពមានបានដោយខ្លួនឯងស្រុកយើងមានរឿងអស្ចារ្យជាច្រើនជាងទ្រព្យសម្បត្តិដែលឪពុកម្ដាយកំពុងមាននឹងទៀតផងបើកូនចេះកសាងខ្លួនឲ្យមានបានដោយខ្លួនឯងអានឹងទើបកូនខ្លាំងទៅថ្ងៃមុខគាត់និយាយថាបើមានពេលកូនត្រូវតែរៀនម៉ែឪមិនដឹងថារៀនទៅវាបានធ្វើស្អីទេតែដឹងតែត្រឹមថាបើមិនរៀនទេគឺប្រហែលម៉ែប្រហែលឪនឹងឯងគាត់ប្រាប់ខ្ញុំថាកូនត្រូវតែរៀនឲ្យបានច្រើនទៅម៉ែឪក៏មិនដឹងដែរថារៀននឹងក៏រៀនចប់ទៅធ្វើស្អីដែរតែដឹងថាបើកូនមិនរៀនកូននឹងពិបាកដូចម៉ែដូចឪនឹងឬក៏ពិបាកអាចនឹងលើសម៉ែលើសឪទៀតគាត់ផ្ដាំថាឲ្យពិបាកតែធ្វើជំនាន់ពួកគាត់នឹងទៅបានហើយជំនាន់គាត់សុខចិត្តពិបាកឲ្យតែកូនបានរៀនតែពីជំនាន់កូនតទៅកូនត្រូវដឹងថាខ្លួនឯងត្រូវតែល្អប្រសើរជាងម៉ែឪបើកូនមិនខិតខំទេកូនមិនត្រឹមតែលំបាកដោយពុកម៉ែទេកូនឯងថែមទាំងបង្កើតនូវជីវភាពក្រខ្សត់មួយចំនួនទៀតទៅឲ្យកូនរបស់យើងបន្តទៀតចឹងត្រូវតែរៀនដើម្បីបានចំណេះឲ្យខ្ពង់ខ្ពស់ជាងពុកជាងម៉ែនៅពេលបច្ចុប្បន្នគាត់និយាយថាគ្រួសារយើងគ្មានខ្សែគ្មានខ្នងគ្មានចង្វាក់អីទេបើកូនខំប្រឹងថ្ងៃណាមួយកូននឹងក្លាយជាទីពឹងដ៏ធំមួយរបស់គ្រួសារយើងកូនមើលទៅជុំវិញខ្លួនបងប្អូនគ្រួសារអ៊ី